ព្រះមហាក្សត្រនិងសម្ដេចម៉ែបន្តស្នាក់នៅចិនដើម្បីព្យាបាលសុខភាពព្រះមហាក្សត្រនរោត្តមសីហមុនីមានបញ្ហាសុខភាពដែលត្រូវការតាមដានបន្តនៅទីក្រុងប៉េកាំងតាមការបញ្ជាក់ពីព្រះរាជវាំងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីនិងសម្ដេចព្រះមហាក្សត្រីមេដានរោត្តមមុនីនាថសីហនុនឹងបន្តស្នាក់នៅទីក្រុងប៉េកាំងប្រទេសចិនដើម្បីពិនិត្យនិងព្យាបាលសុខភាពបន្ថែមទៀតតាមសេចក្តីប្រកាសរបស់ព្រះរាជវាំងកាលពីម្សិលមិញខណៈពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកំពុងខិតជិតមកដល់សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថាព្រះអង្គទាំងពីរមិនអាចត្រឡប់មកកម្ពុជាក្នុងពេលឆាប់ៗនេះបានទេព្រោះស្ថានភាពសុខភាពរបស់ព្រះមហាក្សត្រត្រូវការតាមដាននិងព្យាបាលបន្តនៅក្នុងសេចក្តីប្រកាសបានឲ្យដឹងថាការពិនិត្យសុខភាពរបស់ព្រះមហាក្សត្រមិនទាន់បានបញ្ចប់ពេញលេញនៅឡើយទេហើយមានបញ្ហាសុខភាពមួយចំនួនដែលត្រូវការតាមដាននិងព្យាបាលបន្តតាមការណែនាំរបស់វេជ្ជបណ្ឌិតចិនព្រះអង្គត្រូវស្នាក់នៅបន្តរយៈពេលមួយហើយមិនអាចត្រឡប់មកមាតុភូមិបាននៅពេលនេះឡើយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរព្រះរាជវាំងក៏បានផ្ញើព្រះពរជ័យដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដោយសូមឲ្យមានសុខភាពល្អសុភមង្គលនិងវិបុលភាពគ្រប់គ្នាព្រះមហាក្សត្រនិងសម្ដេចម៉ែបានយាងចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី27ខែកុម្ភៈដើម្បីធ្វើការពិនិត្យសុខភាពជាប្រចាំនៅទីក្រុងប៉េកាំងលោកគិនភាអគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាបានលើកឡើងថាការយាងទៅប្រទេសចិនរបស់ព្រះមហាក្សត្រនិងសម្ដេចម៉ែបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរលោកបានបញ្ជាក់ថាការធ្វើដំណើរទៅពិនិត្យសុខភាពនៅប្រទេសចិនជាប្រចាំជាប្រពៃណីយូរអង្វែងដែលបង្ហាញពីការជឿទុកចិត្តនិងទំនាក់ទំនងជិតស្និទ្ធរវាងមេដឹកនាំនិងប្រជាជននៃប្រទេសកម្ពុជានិងប្រទេសចិនខណៈលោកយុកចាងឯកអគ្គរដ្ឋទូតប្រចាំខុទ្ទកាល័យល័យព្រះមហាក្សត្របាននិយាយថាព្រះមហាក្សត្រនិងសម្ដេចម៉ែគឺជាបេះដូងនិងព្រលឹងនៃប្រទេសកម្ពុជាលោកបានបន្ថែមទៀតថាប្រជាជនតែងតែមានការនឹករលឹកយ៉ាងខ្លាំងនៅពេលព្រះអង្គទាំងពីរយាងធ្វើដំណើរប៉ុន្តែយើងគួរតែមានការលួនលោមចិត្តព្រោះគ្មានអ្វីអាចបំបែកទំនាក់ទំនងរវាងព្រះអង្គទាំងពីរនិងប្រជាជនកម្ពុជាបានឡើយហើយយើងមិនគួរបង្កើតការព្រួយបារម្ភដោយមិនចាំបាច់ពីការសម្រេចចិត្តបន្តស្នាក់នៅឱកាសចូលឆ្នាំខ្មែរនេះឡើយលោកបានបន្តថាព្រះមហាក្សត្រនិងសម្ដេចម៉ែមានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះប្រជាជននិងជាតិខ្មែរហើយព្រះអង្គទាំងពីរតែងតែឧទ្ទិសខ្លួនបំពេញភារកិច្ចដ៏សក្ការៈរបស់ព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី20ខែមីនាកន្លងទៅសន្និសីទព្រះពុទ្ធសាសនាពិភពលោកនៅប្រទេសជប៉ុនក៏បានផ្ញើលិខិតមួយទៅកាន់ព្រះមហាក្សត្រដើម្បីបួងសួងឲ្យព្រះអង្គឆាប់ជាសះស្បើយលិខិតនោះដែលបានចុះហត្ថលេខាដោយព្រះសង្ឃគីយូសេអ៊ីនស៊ីនយ៉ូស្ថាបនិកនិងព្រះសង្ឃកូរីស៊ីមខៃប្រធានកិច្ចប្រជុំសន្និសីទព្រះពុទ្ធសាសនាបានកសាយព្រះមហាក្សត្រចំពោះការដឹកនាំដែលនាំមកសន្តិសាននិងការរីកចម្រើនដល់ប្រទេសកម្ពុជាព្រមទាំងការចូលរួមផ្សព្វផ្សាយព្រះពុទ្ធសាសនាលិខិតបានបញ្ជាក់ថាយើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពរបស់ព្រះអង្គនិងកំពុងធ្វើការបួងសួងជូនព្រះពុទ្ធដើម្បីឲ្យព្រះអង្គឆាប់ជាសះស្បើយពីបាតបេះដូងរបស់យើងព្រះអង្គគឺជាបុគ្គលដ៏មានតម្លៃនិងមិនអាចជំនួសបានឡើយសូមឲ្យការព្យាបាលសុខភាពរបស់ព្រះអង្គក្លាយជាអាទិភាពចម្បងមុនគេជាទូទៅព្រះមហាក្សត្រនិងសម្ដេចម៉ែតែងតែយាងទៅប្រទេសចិនជាប្រចាំតាមប្រពៃណីដែលបានចាប់ផ្ដើមតាំងពីសម័យព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋកម្ពុជានិងចិនមានទំនាក់ទំនងមិត្តភាពដៃថែបដែលរួមមានកិច្ចសហការប្រតិការផ្នែកហត្ថរចនាសម្ព័ន្ធពាណិជ្ជកម្មនិងសន្តិសុខប្រទេសចិនក៏ជាអ្នកវិនិយោគទេសបរទេសធំបំផុតនិងជាដៃគូអភិវឌ្ឍន៍សំខាន់របស់កម្ពុជា